ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកទៀតហើយតទៅនឹងពាក្យនៅក្នុង ASK មួយអញ្ចឹងយើងរៀនមកដល់លេខរៀងទី61ហើយតើឥឡូវយើងបន្តទៅទៀតតើឥឡូវយើងចាប់ផ្ដើមរៀនពាក្យថ្មីទាំងអស់គ្នាណាតើលេខរៀងទី61ជ័រធានបកប្រែថាម្សិលមិញលេខរៀងទី62ឈឺបកប្រែថាទៅឈឺហ្នឹងយើងអានមាត់មូលណាមាត់មូលចេញសំឡេងឈីតែមាត់មូលឈឺបកប្រែថាទៅលេខរៀងទី63សៀសៀវសាលារៀនលេខរៀងទី64ខានមើលលេខរៀងទី65ស៊ូបកប្រែថាសៀវភៅណាតែឥឡូវយើងអានចិនម្ដងទៀតជ័រធានឈឺសៀសៀវខានស៊ូតែឥឡូវយើងចូលដល់លេខរៀងទី66ពាក្យសៀងបកប្រែថានឹកឬក៏គិតឬក៏ចង់អូខេតោះចូលដល់លេខរៀងទី67ពាក្យហបកប្រែថាផឹកលេខរៀងទី68ឆាបកប្រែថាតែលេខរៀងទី69ពាក្យឈឺបកប្រែថាញ៉ាំលេខរៀងទី70មីហ្វានបកប្រែថាបាយតែឥឡូវយើងអានចិនម្ដងទៀតសៀងហឆាឈឺមីហ្វានតែឥឡូវយើងចូលដល់លេខរៀងទី71តាពាក្យសៀអ៊ូបកប្រែថាពេលល្ងាចឬក៏ពេលរសៀលហ្នឹងហើយពេលរសៀលណាតើឥឡូវយើងចូលដល់លេខរៀងទី72សាងទៀនបកប្រែថាហាងលក់ទំនិញលេខរៀងទី73ម៉ាយបកប្រែថាទិញលេខរៀងទី74កចំនួនឯកតាឧទាហរណ៍ថាអ៊ីករិនមនុស្សម្នាក់ហ្នឹងហើយអញ្ចឹងចំនួនឯកតារបស់មនុស្សណាតើលេខរៀងទី75ប៉ៃជឺបកប្រែថាពេងឬក៏កែវតើឥឡូវយើងអានចិនម្ដងទៀតសៀអ៊ូសាងទៀនម៉ាយកប៉ៃជឺតើឥឡូវយើងចូលដល់លេខរៀងទី76ពាក្យចបកប្រែថានេះលេខរៀងទី77តសោបកប្រែថាប៉ុន្មានលេខរៀងទី78ឈៀនបកប្រែថាលុយលេខរៀងទី79ខွែដុល្លារលេខរៀងទី80ណាបកប្រែថានោះអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកជាមួយអ្នកទាំងអស់គ្នាដល់ត្រឹមនេះអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយ